គាត់ខ្លួនជនសង្ស័យ8នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីហិង្សាកាត់និងវាយបណ្ដាលឲ្យជនរងគ្រោះរងរបួសនិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនៅការ៉ាសាំងតូតាល់ខណ្ឌច្បារអំពៅអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជុនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី27ខែតុលាឆ្នាំ2025កម្លាំងជំនាញផែនការការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន8នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាប់និងវាយបណ្ដាលឲ្យជនរងគ្រោះរងរបួសនិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនៅចំណុចការ៉ាសាំងតូតាល់ផ្លូវជាតិលេខ1សង្កាត់ច្បារអំពៅទី1ខណ្ឌច្បារអំពៅកាលពីថ្ងៃទី19ខែតុលាឆ្នាំ2025វេលាម៉ោង 23:58 នាទីគាត់ខ្លួនជនសង្ស័យ8នាក់ទី1ឈ្មោះនូសវណ្ណដេវីសភេទប្រុសអាយុ17ឆ្នាំទី2មានឈ្មោះរស្មីឧត្តមភេទប្រុសអាយុ17ឆ្នាំទី3ឈ្មោះនីអាប់ឌុលអាស៊ីភេទប្រុសអាយុ17ឆ្នាំទី4ឈ្មោះប៉ុបហ៊ុនភេទប្រុសអាយុ17ឆ្នាំទី5ឈ្មោះឆៃលីឈរភេទប្រុសអាយុ17ឆ្នាំទី6នៅកាញ់ណារតភេទប្រុសអាយុ17ឆ្នាំទី7ឈ្មោះជាសុកលៀបភេទប្រុសអាយុ17ឆ្នាំទី8ឈ្មោះសេងវីរៈហៅឡូហ្គែនភេទប្រុសអាយុ18ឆ្នាំបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកបកពួកនៅសេសសល់សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួន